หารคือមិនមែនត្រឹមតែថាមពលទេវាជាគ្រឹះនៃសុខភាពអ្វីដែលអ្នកបរិភោគរាល់ថ្ងៃប៉ះពាល់ដល់អារម្មណ៍របស់អ្នករូបរាងនិងអាយុកាលនៅក្នុងវីដេអូនេះយើងនឹងនិយាយពីវិធីសាមញ្ញក្នុងការបរិភោគអាហារឲ្យបានល្អដើម្បីថែទាំរាងកាយចាប់ផ្ដើមពីថ្ងៃនេះចាប់ផ្ដើមពីអាហារពិតប្រាកដមិនមែនអាហារដែលឆ្លងកាត់ការកែច្នៃជ្រើសរើសផ្លែឈើស្រស់បន្លែមានពណ៌ស្រស់ whole grains គ្រាប់ថេងនិងគ្រាប់សណ្តែកអាហារទាំងនេះសម្បូរទៅដោយវីតាមីនសារធាតុរ៉ែនិងជាតិរ៉ែសម្រាប់រាងកាយអាហាររំកិញធម្មជាតិតែប៉ុន្មានកាន់តែមានប្រយោជន៍ប៉ុណ្ណោះរាងកាយរបស់យើងត្រូវបានបង្កើតឡើងដោយទឹកជាចម្បងដូច្នេះត្រូវផឹកទឹកឲ្យគ្រប់គ្រាន់ផឹកប្រហែល6-8 កែវក្នុងមួយថ្ងៃជំនួសភេសជ្ជៈផ្អែមឬសូដាដោយទឹកស្អាតទឹកដូងឬតែបៃតងវាជួយឲ្យស្បែកស្អាតខួរក្បាលដំណើរការល្អនិងរាងកាយរឹងមាំការបរិភោគអាហារសុខភាពមិនមែនគ្រាន់តែអំពីអ្វីដែលអ្នកញ៉ាំទេប៉ុន្តែអំពីប៉ុន្មានផងដែរព្យាយាមញ៉ាំយឺតហើយបញ្ឈប់នៅពេលអ្នកមានអារម្មណ៍ថាផ្ទៃពោះប្រហែល80រាងកាយត្រូវការពេលដើម្បីដឹងថាពេញហើយអាកប្បកិរិយាសាមញ្ញនេះជួយទប់ស្កាត់ការញ៉ាំលើសនិងជួយការរំលាយអាហារការលោតបោះអាហារម្ដងអាចធ្វើឲ្យអ្នកអស់កម្លាំងហើយញ៉ាំលើសពេលក្រោយញ៉ាំអាហារមានតុល្យភាពជាប្រចាំពិសេសអាហារពេលព្រឹកបញ្ចូលប្រូតេអ៊ីនជាតិខ្លាញ់ល្អនិងកាបូអ៊ីដ្រាតក្នុងមួយពេលវាជួយឲ្យថាមពលមានស្ថិរភាពពេញមួយថ្ងៃការញ៉ាំយ៉ាងមានការយកចិត្តទុកដាក់មានន័យថាយកចិត្តទុកដាក់លើអាហាររបស់អ្នកដាក់ទូរស័ព្ទចុះបិទទូរទស្សន៍ហើយរីករាយនឹងរសជាតិអាហារសង្កេតរសជាតិសំណើមនិងអារម្មណ៍បន្ទាប់ពីញ៉ាំវាជួយឲ្យអ្នកស្គាល់អាហាររបស់អ្នកនិងញ៉ាំដោយគិតការញ៉ាំអាហារសុខភាពមិនមែនត្រូវការការពិតជាល្អឥតខ្ចោះទេវាជារឿងអំពីតុល្យភាពអ្នកអាចរីករាយនឹងម្ហូបសំណព្វចិត្តបានតែគ្រាន់តែមានកម្រិតម្ហូបមួយដែលមិនសុខភាពមិនបំផ្លាញអាហាររបស់អ្នកទេប៉ុន្តែម្ហូបសុខភាពតែមួយអាចផ្លាស់ប្ដូរបានញ៉ាំអាហារល្អរក្សាកម្មភាពរាងកាយនិងថែរក្សាខ្លួនឯងរៀងរាល់ថ្ងៃពេលអ្នកញ៉ាំអាហារសុខភាពអ្នកនឹងមានអារម្មណ៍ល្អហើយជីវិតកាន់តែភ្លឺស្វាងសូមអរគុណសម្រាប់ការទស្សនាកុំភ្លេចថាសុខភាពចាប់ផ្ដើមពីចានអាហាររបស់អ្នក